បាទជំរាបសួរពុកម៉ែបងប្អូនបាទខ្ញុំសូមបង្ហាញទីតាំងលំនៅឋាន KS កំរុងថ្មីទីតាំងនៅខាងក្រៅវត្តកំពែងបាទនៅខាងត្បូងផ្សារទួលពងរនៅក្នុងសង្កាត់ពោធិ៍សែនជ័យបាទនៅក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាទចំពោះផ្ទះក្រោយខ្នងរបស់ខ្ញុំនេះបាទគឺពុកម៉ែបងប្អូនអាចទស្សនាបានសម្រាប់ពុកម៉ែបងប្អូនដែលចង់បានផ្ទះឆាប់រួចយើងនៅមកល្វែងដែរប្លុកហ្នឹងផ្ទះបន្តផ្កាយបាទហើយបើមិនសូវប្រញាប់ពុកម៉ែបងប្អូនមើលប្លុកនេះបានតែនៅលើផ្លូវរត់ដូចគ្នាបាទខ្នាត4x12 ម៉ែត្រដែលមាន3បន្ទប់គេង4បន្ទប់ទឹកជួនហ្នឹងបាទយើងមានច្រើនល្វែងមែនតើហើយបើពុកម៉ែបងប្អូនចង់បានតម្លៃដែលរៀងធូរគួបផ្សំមួយទៀតយើងមាននៅខាងផ្លូវរត់10ម៉ែត្រផ្លូវរត់10ម៉ែត្របាទនៅជួរបាទទល់មុខជាមួយនឹងគម្រោងអេសរបស់យើងបាទជួរហ្នឹងយើងខ្នាតមាន2បន្ទប់គេង3បន្ទប់ទឹកហើយនិង3បន្ទប់គេង4បន្ទប់ទឹកដូចគ្នាអញ្ចឹងពុកម៉ែបងប្អូនចង់បានខ្នាតណាក៏បានតម្លៃខុសគ្នាតាមនឹងដែរអញ្ចឹងយើងសាងសង់យើងតម្រូវទៅតាមអតិថិជនលទ្ធភាពគ្រប់គ្រាន់គាត់ចង់បានខ្នាតវែងចង់បានលើផ្លូវរត់គាត់អាចមើលខ្នាតវែង3បន្ទប់គេងបានដែលអតិថិជនគាត់លទ្ធភាពស្ទើរគាត់អាចមើលនៅផ្លូវក្នុងគម្រោងឬក៏នៅលើផ្លូវរត់ហ្នឹងតម្លៃបងដាច់អីយើងមានតម្លៃចាប់ពី40000ជាងដុល្លារឡើងទៅទេសម្រាប់លក្ខខណ្ឌបងផ្ដាច់ចំពោះលក្ខខណ្ឌបងរំលោះពុកម៉ែបងប្អូនអាចចុះរំមុនតែ$3000រំលោះក្នុងការសាងសង់រយៈពេល10ខែដោយមិនគិតការប្រាក់ទេបាទអ្វីដែលពិសេសយើងទទួលបានការ free ការកាត់ប្លង់រឹងទេកម្មសិទ្ធិជូនពុកម៉ែបងប្អូនទិញទៅគឺទទួលបានឈ្មោះរបស់ពុកម៉ែបងប្អូនជាក់ស្ដែងតែម្ដងបាទនេះគឺខ្ញុំបង្ហាញទស្សនវិជ្ជាជុំវិញនៅក្នុងគម្រោងរបស់យើងបាទទស្សនវិជ្ជាពេលយប់អញ្ចឹងពុកម៉ែបងប្អូនមើលទៅបាទភាពអ៊ូអរភាពស្អាតនៅជុំវិញគឺធានាថាអ៊ូអរមែនតើព្រោះទីតាំងរបស់យើងបើយើងគិតពីរយៈចម្ងាយពីផ្សារយើងមានផ្សារទួលពងរយើងធ្វើដំណើរក្នុង4នាទី5នាទីដល់ហើយយើងបើធ្វើដំណើរទៅខាងផ្សារសន្តិភាព2ប្រហែលជា3នាទីទេបាទអត់ឆ្ងាយទេអញ្ចឹងពុកម៉ែបងប្អូនអាចធ្វើដំណើរទៅខាងណាក៏បានហើយមួយទៀតបាទសម្រាប់សាលាសម្រាប់កូនរបស់លោកអ្នកសិក្សាយើងមានសាលា BLT មានសុវណ្ណភូមិមានទួនហ្វាបាទសាកលវិទ្យាល័យ BLT គឺនៅជិតមែនតើបាទចន្លោះភ្លើងពណ៌លឿងនេះបាទយើងធ្វើដំណើរប្រហែលជា3 4នាទីហ្នឹងបាទប៉ុន្តែបច្ចុប្បន្នបើយើងធ្វើដំណើរកាត់ហ្នឹងរៀងបញ្ជាក់គឺប្រាប់ត្រង់ហ្មងគឺផ្លូវយើងផ្លូវដីធម្មតារៀងមានកលុកមានអីតិចតួចចឹងហើយបាទហើយបាទបើពុកម៉ែបងប្អូនចង់បានលក្ខខណ្ឌរំលោះនៅក្នុងប្លុកនេះណាពុកម៉ែបងប្អូនអាចមករើសបានយើងមានផ្ទះបាយមុខជើងត្បូងលេខកើតគឺទីតាំងល្អមែនតើបាទហើយសម្រាប់ពុកម៉ែបងប្អូនដែលចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងតាមរយៈលេខឬក៏ឆាតមកកាន់ page របស់យើងខ្ញុំបានដើម្បីខាងប្អូនបាទប្រឹក្សាយោបល់បន្ថែមជូនបាទដាក់ពេលណាខ្ញុំសូមអរគុណសូមគោរពលា